ពន្លឺព្រះអាទិត្យនៅភូមិបាក់ភ្នំនាជើងភ្នំដងរែកដ៏អាតកំបាំងអបត្រជាក់នៃរដូវរោងចាប់ផ្ដើមរលាយបន្តិចម្ដងនៅពេលពន្លឺព្រះអាទិត្យពណ៌មាសចាំងកាត់ចម្លក់មេឃឈើធំសំឡេងមាន់រងាវឆ្លើយឆ្លងគ្នាអេកអ៊ីកអ៊ីកបញ្ជាក់ពីការចាប់ផ្ដើមនៃជីវិតថ្មីនៅផ្ទះឈើខ្ពស់ផុតពីដីមិនខ្នងសំឡេងដាវអុសផាំងផាំងបន្លឺឡើងជាចង្វាក់នោះគឺភក្តីកំឡក់សង្ហាដែលមានរូបរាងមួមមួនសាច់ដុំធំរបស់គេហាក់រឹងមាំដូចដែកថែបហើយនៅលើទ្រូងនិងស្មាមានសាក់យ័ន្តបុរាណពណ៌ខ្មៅរងាវគេកំពុងពុះអូសទាំងញើកចូលខ្លួនទោះបីអាកាសធាតុត្រជាក់ក៏ដោយភក្តីឈប់សម្រាកបន្តិចរួចងាកកើមើលលើផ្ទះដែលមានផ្សែងភ្លើងហុយចេញពីចង្ក្រានបាយក្លិនបបរអង្ករសម្រូបនិងត្រីងៀតអាំងភាយមកបាក់ច្រមុះធ្វើឲ្យគេញញឹមដោយក្តីសុខគេដើរទៅដងទឹកមកលុបមុខរួចក៏ឡើងទៅលើផ្ទះដើម្បីជួយរៀបចំអាហារឲ្យម៉ែឪភក្តីម៉ែសម្រាប់ខ្លះទៅចាំកូនរៀបចំបបរឲ្យពុកហូបខ្លួនឯងម៉ែហត់តាំងពីព្រលឹមហើយម្ដាយភក្តីងាកមកញញឹមមិនទាំងក្តីស្រឡាញ់មិនអីទេកូនឃើញកូនខំធ្វើការតាំងពីយប់ទល់ភ្លឺដើម្បីម៉ែឪបែបនេះម៉ែបាត់ហត់អស់ហើយហូបបបរទៅកូនចាំបានកម្លាំងទៅជួយភ្ជួរស្រែគេបន្តបើយើងក្រឡេកចេញពីភាពកក់ក្ដៅនៃផ្ទះភក្តីធ្វើដំណើរឆ្លងកាត់របងឫស្សីឆ្ពោះទៅកាន់ចុងភូមិខាងលិចបរិយាកាសក៏ចាប់ផ្ដើមប្រែប្រួលពីភាពស្ងប់សុខទៅជាភាពអាប់អួរវិញម្ដងនៅផ្ទះចាស់ទ្រុឌទ្រោមមួយខ្នងដែលស្ទើរតែបាក់បែកសំឡេងផាំងមិនមែនជាសំឡេងពុះអូសឡើយតែគឺជាសំឡេងបោកចានបាយចុះមកលើដីម៉ៅកំឡោះដែលមានមុខមាត់អាក្រក់សក់កន្ត្រាងនិងភ្នែកក្រហមដោយសារការផឹកស្រាកំពុងតែស្រែកកំហកដាក់ម្ដាយចរារបស់ខ្លួនម៉ៅជាមនុស្សខ្ជិលច្រអូមិនត្រឹមតែមិនជួយការងារផ្ទះទេថែមទាំងដើរលេងល្បែងនិងធ្វើបាបអ្នកមានគុណទៀតផងសំឡេងឆ្កែព្រុលោខៅខៅនៅក្រោមផ្ទះហាក់ដូចជាកំពុងតវ៉ានឹងទង្វើអាក្រក់របស់គេម៉ៅមិនខ្វល់នឹងទឹកភ្នែករបស់ម្ដាយដែលកំពុងលុតជង្គង់អង្វរគេឡើយម៉ៅម្ចាស់កុំមកនិយាយច្រិនជាមួយអញលុយដែលលក់មន់បានយកមកឲ្យអញឲ្យឆាប់បើមិនចង់ឲ្យអញវាបាក់ចាំងម្ដាយម៉ៅកូនអើយម៉ែអង្វរកុំយកទៅអីលុយនឹងម៉ែទុកទៅញង្កច្រកឆ្នាំងទេបើកូនយកទៅម៉ែបានអីហូបម៉ៅច្រានម្ដាយដួលទៅលើដីរួចឆក់យកកញ្ចប់លុយរឿងរបស់ឯងចង់ងាប់ក៏ងាប់ទៅអញមិនខលទេខណៈពេលដែលម៉ៅដើរចេញពីផ្ទះទាំងកំហឹងបំណងប្រាថ្នាមួយទៀតក៏កើតឡើងក្នុងចិត្តគេនោះគឺសម្រស់របស់កញ្ញាផាឡាបើយើងតាមដានដំណើររបស់ម៉ៅទៅមាត់អូយើងនឹងឃើញទិដ្ឋភាពដែលផ្ទុយគ្នាស្រឡះនៅមាត់អូដែលហូរកាត់ជើងភ្នំទឹកថ្លាឆ្វេងរហូតមើលឃើញដល់គ្រាប់ខ្សាច់ខាងក្រោមសំឡេងទឹកហូររិចរិចលាយនាំនឹងសំឡេងខ្យល់បោះកាត់ដើមឫស្សីក្រាក្រាផល្លានារីដែលស្អាតបំផុតក្នុងភូមិកំពុងតែអង្គុយត្រង់ទឹកដាក់ក្អមសម្រក់នាងហាក់ដូចជាផ្កាព្រៃដែលរីកកណ្ដាលព្រៃភ្នំខណៈនោះភក្តីដែលទើបតែសម្រាកពីការងារក៏ដើរមកកាន់មាត់អូដែរកាលណាគេឃើញផល្លាកំពុងយួរក្អមធ្ងន់គេក៏ប្រញាប់ចូលទៅជួយភ្លាមភក្តីយួរក្អមទឹកទាំងញញឹមផល្លាទុកឲ្យបងជួយចោះអូនស្រីទុនខ្សោយយួររបស់ធ្ងន់បែបនេះមិនល្អទេចាំបងជួយជូនទៅដល់ផ្ទះផ
ផល្លាអៀនព្រៀនមុខក្រហមអរគុណបងភក្តីបងតែងតែមានចិត្តល្អនិងចេះជួយទុកធុរៈអ្នកដទៃជានិច្ចបងខំធ្វើការណាស់ត្រូវថែសុខភាពផងណាពួកគេទាំងពីរនាក់ជជែកគ្នាយ៉ាងរីករាយហាក់ដូចជាមានផ្កាស្រស់រីកពេញដួងចិត្តប៉ុន្តែបើបង្វែរភ្នែកទៅមើលពីកន្លងដើមឈើធំមួយគេនឹងឃើញម៉ៅកំពុងឈរលបមើលភ្នែករបស់គេក្រហមឆេះដោយភាពច្រណែនគេខំថ្មិញគ្រឺតរួចពោលម្នាក់ឯងថាភក្តីឯងជាអ្នកបណ្ដើមអ្វីគ្រប់យ៉ាងពីអញបើអញមិនបានផល្លាឯងក៏គុំសង្ឃឹមថាបានដែរពេលវេលាថ្ងៃបានកន្លងផុតទៅជំនួសមកវិញនៅរាត្រីដ៏ខ្មៅងងឹតសំឡេងសត្វទីទួយយំហ៊ូវែងធ្វើឲ្យបរិយាកាសកាន់តែរន្ធត់ខ្យល់ត្រជាក់បក់បោកមកពះដំបូលផ្ទះបង្កើតជាសំឡេងដូចមនុស្សកំពុងយំថ្ងោរម៉ៅមិនបានដេកឡើយគេបានធ្វើដំណើរចូលទៅក្នុងព្រៃជ្រៅដែលជាកន្លែងរួមនៅរបស់គ្រូធ្មប់ព្រៃម្នាក់នៅក្នុងខ្ទមទូចមួយដែលមានក្លិនធូបសាយភាយអ៊ូអាប់និងពន្លឺទៀនពណ៌ក្រហមឆេះរិចរិលគ្រូធ្មប់អង្គុយសូត្រមន្តម៉ាក់មិមុសំឡេងក្រលួតគួរឲ្យខ្លាចម៉ៅគ្រូខ្ញុំចង់បានមីផាឡាបើវាមិនព្រមស្រឡាញ់ខ្ញុំចង់ឲ្យគ្រូប្រៃអាគមដាក់ស្នេហ៍ឲ្យវាវង្វេងមករកខ្ញុំដល់ផ្ទះគ្រូធ្មប់សាលសំឡេងក្រលួចហាកូនចៅអើយវិជាស្នេហ៍មុខខ្មៅនេះសាហាវណាស់ណាតែឯងត្រូវដឹងថាឯងត្រូវប្រើឈាមមាន់ខ្មៅនិងត្រូវផឹកទឹកស្មសានដើម្បីសែនឲ្យប្រលឹងខ្មោចតើឯងហ៊ានទេឲ្យតែបានវាខ្ញុំហ៊ានទាំងអស់ទោះត្រូវលក់ប្រលឹងឲ្យខ្មោចក៏ខ្ញុំព្រមដែរគ្រូធ្មប់ចាប់ផ្ដើមធ្វើពិធីផ្សែងហើយត្រឡប់ពេញខ្ទមម៉ៅអង្គុយផឹកទឹកមុនខ្មៅទាំងមិនខ្លាចញញើតបង្ហាញពីចិត្តដែលងងឹតងងល់ស្លាប់ព្រោះតណ្ហានិងកំហឹងនៅផ្ទះផល្លាខណៈដែលនាងកំពុងដេកលក់យ៉ាងស្កប់ស្កល់ស្រាប់តែមានខ្យល់បោកបក់មកយ៉ាងខ្លាំងធ្វើឲ្យបង្អួចរបើកផាំងនាងភ្ញាក់ឡើងទាំងញើសចូលខ្លួនក្នុងអារម្មណ៍ហាក់ដូចជាមានស្រមោលខ្មៅធំមួយកំពុងឈរមើលនាងនៅមាត់ទ្វារនាងចាប់ផ្ដើមមានអារម្មណ៍ក្តៅរលរាវពេញខ្លួនប្រៀបដូចជាមានភ្លើងកំពុងដុតក្នុងចិត្តចំណែកឯភក្តីវិញខណៈដែលគេកំពុងអង្គុយសមាធិមុននឹងចូលគេងស្រាប់តែយន់នៅលើខ្នងនិងទ្រូងរបស់គេចាប់ផ្ដើមភ្លឺរងាវនិងក្តៅងំសំឡេងឆ្កែព្រូលូវូវែងមិនឈប់ធ្វើឲ្យគេដឹងភ្លាមថាមានមុនអាគមងងឹតកំពុងរៀតត្បាតចូលក្នុងភូមិហើយភក្តីនិយាយម្នាក់ឯងភក្តីអាគមខ្មៅមានអ្នកណាចងរៃដល់ថ្នាក់ហៅប្រលឹងខ្មោចមកយាយីអ្នកភូមិស្លូតត្រង់បែបនេះមិនបានទេខ្ញុំត្រូវតែត្រៀមខ្លួនការពារម៉ែឪនិងផល្លាឲ្យបានភក្តីចាប់ដាវអាគមរបស់គេមកសូត្រមុនស្ដោះភ្លុំភ្នែករបស់គេឡើងក្រហមដោយអំណាចនៃយ័ន្តដៃថែបនេះគ្រាន់តែជាការចាប់ផ្ដើមនៃសង្គ្រាមរវាងមុនសាសនានិងមុនខ្មៅងងឹតប៉ុណ្ណោះមាតាបិតាគឺជាព្រះរស់នៅក្នុងផ្ទះការដឹងគុណនិងការមើលថែអ្នកមានគុណគឺជាមន្ទីរអាគមដ៏ស័ក្តិសិទ្ធិបំផុតដែលនឹងជួយការពារយើងឲ្យជួបតែសេចក្តីសុខនិងសេចក្តីចម្រើនផ្ទុយទៅវិញទោះបីជាអ្នកមានមន្ទីរវិជ្ជាខ្លាំងពូកែឬមានអាគមដោយកម្រិតណាក៏ដោយក៏អ្នកមិនអាចឈ្នះកម្មផលនៃភាពអកតញ្ញូបានឡើយអ្នកដែលហ៊ានលើកដៃវាយដំឬប្រមាថអ្នកមានគុណជីវិតនឹងត្រូវវិនាសទៅវិញដោយសារបណ្ដាសានៃទង្វើខ្លួនឯងតើជីវិតផល្លានឹងទៅជាយ៉ាងណាហើយភក្តីអាចជួយនាងបានទេក្រោយធានាថានឹងកំសត់ហើយប្រយុទ្ធគ្នាខ្លាំងរងចាំទស្សនានៅភាគបន្តអរគុណដែលបានមើលវីដេអូនេះសូមចុច Subscribe និងសញ្ញាកណ្ដឹងដើម្បីមិនឲ្យខកខានរឿងអាគមខ្មោចនិងស្នេហានិងពពួកបិសាចដែលនឹងមកដល់បន្ទាប់